យើងចូលរួមលុបបំបាត់ព័ត៌មានคล้ายៗចុះអ្នកវិញ មន្ទីរព័ត៌មានខេត្តក្រចេះបានរៀបចំដង្ហែបិទក្បួនយុទ្ធនាការផ្សព្វផ្សាយប្រឆាំងព័ត៌មានคล้ายៗតាមបណ្ដោយដងផ្លូវមាត់ទន្លេទីប្រជុំជននៃក្រុងក្រចេះខេត្តក្រចេះបន្ទាប់ពីមន្ទីរព័ត៌មានខេត្តក្រចេះដឹកនាំដោយលោកស្រីណៃធីតាប្រធានមន្ទីរព័ត៌មានខេត្តក្រចេះបានចុះអនុវត្តផ្សព្វផ្សាយបញ្ជ្រាបនៅយុទ្ធនាការប្រឆាំងព័ត៌មានคล้ายៗនៅតាមបណ្ដាក្រុងស្រុកទាំង7និងនៅតាមបណ្ដាមន្ទីរអង្គភាពជុំវិញខេត្តក្នុងរយៈពេលពេញមួយខែរួចមកនៅព្រឹកថ្ងៃទី2ខែមិនិនាឆ្នាំ2026លោកស្រីណៃធីតាប្រធានមន្ទីរព័ត៌មានខេត្តក្រចេះបានដឹកនាំមន្ត្រីនៃមន្ទីរព័ត៌មានខេត្តរួមនឹងមន្ត្រីរាជការគ្រប់បណ្ដាមន្ទីរអង្គភាពកងកម្លាំងសមត្ថកិច្ចទាំង3ប្រភេទក្រុមសសយុគក្រុមយុវជនកាយរដ្ឋរួមទាំងសិស្សានុសិស្សសរុបជាង400នាក់គោលបំណងសំខាន់នៃការដាក់ចេញនៅយុទ្ធនាការប្រឆាំងព័ត៌មានคล้ายៗ Say No to Fake News 1. ទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិតក្នុងសម័យ Digital 2. ពង្រឹងស្មារតីប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ 3. បញ្ជ្រាបចំណេះដឹងពិនិត្យឲ្យច្បាស់មុននឹងជឿឬចែកចាយបន្តសកម្មភាពនេះគឺជាផ្នែកមួយនៃយុទ្ធនាការជាតិរយៈពេល12ខែរបស់ក្រសួងព័ត៌មានដើម្បីការពារសណ្ដាប់ធ្នាប់ព័ត៌មាននិងសន្តិសុខសង្គមក្នុងឱកាសនោះលោកស្រីប្រធានមន្ទីរព័ត៌មានបានលើកឡើងថាបច្ចុប្បន្ននេះការប្រើប្រាស់បណ្ដាញសង្គមមានការកើនឡើងយ៉ាងឆាប់រហ័សដែលធ្វើឲ្យព័ត៌មានត្រូវបានចែកចាយយ៉ាងទូលំទូលាយនិងឆាប់រហ័សផងដែរទន្ទឹមនឹងអត្ថប្រយោជន៍ជាច្រើនក៏មានការចែកចាយព័ត៌មានមិនពិតព័ត៌មានបំភាន់ឬព័ត៌មានคล้ายៗដែលអាចបង្កការយល់ច្រឡំបង្កភាពភ័យខ្លាចនិងប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គមនិងសេដ្ឋកិច្ចមូលដ្ឋានក្នុងឱកាសនៃការដង្ហែបិទក្បួនយុទ្ធនាការផ្សព្វផ្សាយប្រឆាំងព័ត៌មានคล้ายៗនាពេលនោះលោកស្រីប្រធានមន្ទីរព័ត៌មានខេត្តក្រចេះបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នមុននឹងចែករំលែកព័ត៌មានណាមួយនៅលើបណ្ដាញសង្គមដោយត្រូវពិនិត្យប្រភពព័ត៌មានឲ្យបានច្បាស់លាស់ពិសេសព័ត៌មានដែលមានពាក់ព័ន្ធនឹងសុខភាពសន្តិសុខសង្គមនិងគោលនយោបាយរបស់រដ្ឋាភិបាលលោកស្រីប្រធានមន្ទីរព័ត៌មានខេត្តក្រចេះក៏បានណែនាំឲ្យប្រជាពលរដ្ឋទទួលយកព័ត៌មានពីប្រភពផ្លូវការដូចជាស្ថាប័នរដ្ឋនិងប្រព័ន្ធផ្សព្វផ្សាយដែលបានចុះបញ្ជីត្រឹមត្រូវមន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តក្រចេះបានសម្ដែងការគាំទ្រនិងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ក្រសួងព័ត៌មានក៏ដូចជាមន្ទីរព័ត៌មានខេត្តក្រចេះបានដាក់ចេញនៅយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានคล้ายៗដើម្បីបង្កើនការយល់ដឹងនិងពង្រឹងសមត្ថភាពមន្ត្រីរាជការប្រជាពលរដ្ឋក្នុងការប្រើប្រាស់បណ្ដាញសង្គមដោយមានទំនួលខុសត្រូវខ្ពស់សូមបញ្ជាក់ថាយុទ្ធនាការប្រឆាំងព័ត៌មានคล้ายៗនេះត្រូវបានអនុវត្តជាបន្តបន្ទាប់នៅតាមបណ្ដាក្រុងស្រុកក្នុងខេត្តក្រចេះដើម្បីរួមចំណែកកសាងសង្គម Digital ដែលមានសុវត្ថិភាពមានការយល់ដឹងនិងមានភាពទំនួលខុសត្រូវខ្ពស់ថ្ងៃនេះខ្ញុំជាថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តក្រចេះសូមធ្វើការយុទ្ធនាការរយៈពេល1ខែចាប់ពីថ្ងៃទី2ដល់ថ្ងៃទី28ខែកុម្ភៈក្នុងនោះដែរយើងផ្សព្វផ្សាយព័ត៌មានពិតព័ត៌មានដែលមិនពិតសូមឲ្យមន្ត្រីរាជការទាំងអស់យកចិត្តទុកដាក់និងកុំយកចិត្តទុកដាក់ចំពោះព័ត៌មានคล้ายៗយើងត្រូវនិយាយថាទេចំពោះព័ត៌មានคล้ายៗទី1ប្រភពព័ត៌មានត្រូវមើលព័ត៌មានពិតព័ត៌មានដែលពិតគឺមានเพจសម្ដេចតេជោសម្ដេចធិបតីក្រសួងការពារជាតិនិងក្រសួងព័ត៌មានអញ្ចឹងសូមឲ្យមន្ត្រីរាជការទាំងអស់កុំចេះតែ like កុំចេះតែ share កុំចេះតែចុចមើលប្រភពព័ត៌មានណាដែលមិនពិតសូមមើលប្រភពព័ត៌មានដែលពិតជាក់លាក់សូមយើងយកចិត្តទុកដាក់និយាយថាទេចំពោះព័ត៌មានคล้ายៗខ្ញុំបាទយិនវណ្ណៈអភិបាលនៃគណៈបាលស្រុកចិត្តបុរីខេត្តកោះចេះខ្ញុំសូមអនុញ្ញាតអំពាវនាវជូនដល់បងប្អូនវិជាពលរដ្ឋទូទៅពាក់ព័ន្ធជាមួយនឹងបញ្ហាប្រឈមរឿងទទួលព័ត៌មានបច្ចុប្បន្ននេះព្រោះថាបច្ចុប្បន្ននេះមានព័ត៌មានคล้ายៗជាច្រើនដូច្នេះក្នុងការទទួលយកព័ត៌មានសូមបងប្អូនវិជាពលរដ្ឋទាំងអស់សូមឲ្យមានការប្រុងប្រយ័ត្នពាក់ព័ន្ធជាមួយនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតហើយការផ្សព្វផ្សាយព័ត៌មានមិនពិតនេះប្រសិនបើបងប្អូនយើងមិនបានចាប់អារម្មណ៍យកចិត្តទុកដាក់ពិនិត្យមើលចាត់ចំណាត់ថ្នាក់ថាតើព័ត៌មានហ្នឹងពិតឬមួយមិនពិតបងប្អូនចេះតែជឿនោះវានឹងនាំផលវិបាក
ដល់បងប្អូនហើយធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសម្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានផងនិងសន្តិសុខសម្ដាប់ធ្នាប់របស់ប្រទេសជាតិយើងទាំងមូលផងហើយជាឱកាសធ្វើឲ្យជនខិលខូចដែលមានបំណងផ្សព្វផ្សាយព័ត៌មានមិនពិតមូលបង្កាច់ការពិតចឹងធ្វើឲ្យពួកដែលមានគំនិតមិនល្អហ្នឹងបំពុលសង្គមបានចឹងវាធ្វើឲ្យមានភាពគ្រោះថ្នាក់អន្តរាយដល់បងប្អូនប្រជាពលរដ្ឋយើងផងជាពិសេសគឺមានការបោកប្រាស់ធ្វើឲ្យបងប្អូនយើងខាតផលប្រយោជន៍ផ្ទាល់ខ្លួនផងក្រុមគ្រួសារផងនិងដល់សង្គមជាតិផងបាទដូច្នេះដើម្បីឲ្យបងប្អូនយើងគេចផុតពីបញ្ហាប្រឈមទាំងអស់នេះក្នុងការទទួលយកព័ត៌មានខ្ញុំសូមជម្រាបជូនបងប្អូនយើងថាយកល្អគួរតែពិនិត្យមើលpage ដែលផ្សព្វផ្សាយក្នុងនោះដែលយើងអាចយកជាការបានគឺព័ត៌មានចេញពីប្រភពក្រសួងការពារជាតិចេញពីប្រភពក្រសួងព័ត៌មាននិងប្រភពថ្នាក់ដឹកនាំកម្ពុជារបស់យើងក្នុងនោះមានដូចជាpageសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រធានព្រឹទ្ធសភាជាតិនិងpageរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជារបស់យើងpageទាំងអស់នេះគឺយើងអាចយកជាការបានហើយយើងទុកចិត្តទុកថ្លើមលើថ្នាក់ដឹកនាំរបស់យើងដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើងផងក្រុមគ្រួសារផងនិងសង្គមជាតិរបស់យើងទាំងមូលផងដូច្នេះខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មុននឹងទទួលយកព័ត៌មានគឺសូមមេត្តាពិនិត្យមើលឲ្យបានច្បាស់លាស់ដើម្បីកុំឲ្យយើងមានការខាតបង់បាទសូមអរគុណជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយនឹងនាងខ្ញុំមកពីវិទ្យាល័យព្រះមហាក្សត្រីយានីកុសមៈនេះខ្ញុំគឺជាសិស្សានុសិស្សតាមចំណាប់អារម្មណ៍របស់ខ្ញុំនៅក្នុង social media សង្គមបច្ចុប្បន្នយើងនេះមានព័ត៌មានខាងខ្លះជាច្រើនដែលភូតភរកុហកបងប្អូនទាំងអស់គ្នានិងសិស្សានុសិស្សជាដើមពិនិត្យមើលប្រភពឲ្យបានច្បាស់លាស់ដូចជាព័ត៌មានដែលមិនពិតដែលបានតាក់ទងមួយយើងតាមដូចជា Telegram Messenger ឬមួយក៏ social media ផ្សេងៗមួយទៀតក៏ដូចគ្នាយើងត្រូវមើលពិនិត្យឲ្យបានច្បាស់លាស់ជាក់ស្ដែងថាវាពិតឬមួយក៏មិនពិតដោយសារតែជនឆបោកទៅនោះឆ្លៀតឱកាសនៅក្នុងពេលវេលាទាំងអស់នេះអញ្ចឹងក្នុងនាមខ្ញុំដែលជាសិស្សានុសិស្សដែលបានមកចូលរួមក្នុងកម្មវិធីប្រឆាំងព័ត៌មានខ្លះៗទាំងអស់នេះសូមជម្រាបដល់ពុកម៉ែបងប្អូនទស្សនាឲ្យបានច្បាស់និងពិនិត្យវិจัยឲ្យបានច្បាស់លាស់ដូចជាតាមដាន page សម្ដេចហ៊ុនសែនឬមួយក៏ page ក្រសួងរបស់អប់រំឬមួយក៏ page នានាដែលបានផ្សព្វផ្សាយជូនពួកយើងទាំងអស់គ្នាហើយក៏ដូចជាក្នុងនាមខ្ញុំជាសិស្សានុសិស្សនៅក្នុងខេត្តកញ្ចេះសូមនិយាយថាទេចំពោះព័ត៌មានคล้ายៗសូមអរគុណក្នុងនាមខ្ញុំបាទជាសហពាល់សហព័ន្ធយុវជនកម្ពុជាយើងខ្ញុំទាំងអស់គ្នានឹងបដិញ្ញាចិត្តមិនបង្កើតនៅព័ត៌មាននឹងคล้ายៗហើយអ្វីដែលយើងជឿជាក់គឺជឿជាក់ទៅលើព័ត៌មានដែលពិតរបស់សម្ដេចតេជោនិងសម្ដេចធិបតីនាយករដ្ឋមន្ត្រីនិងរបស់ក្រសួងព័ត៌មានក្រសួងការពារជាតិបាទអញ្ចឹងខ្ញុំនឹងមិនបង្កើតនៅព័ត៌មានអ្វីទេហើយមុននឹងជឿជាក់គឺយើងត្រូវតែមើលទៅលើព័ត៌មានទាំងនោះសូមបងប្អូនទាំងអស់គ្នាកុំ like កុំ share នៅព័ត៌មានណាដែលមិនពិតនិងមិនមានប្រភពច្បាស់លាស់ពីព្រោះការ share ឬក៏បផុសនៅព័ត៌មានដែលមិនពិតធ្វើឲ្យបំពុលទៅដល់សង្គមមានការវឹកវរកាន់តែច្រើនអញ្ចឹងយើងត្រូវបដិញ្ញាចិត្តបង្កើតនៅព័ត៌មានពិតហើយយើងនឹងបន្សាបនៅព័ត៌មានមិនពិតឲ្យคล้ายជាព័ត៌មានពិតយើងត្រូវនិយាយថាទេចំពោះព័ត៌មានคล้ายៗបាទសូមអរគុណក្នុងនាមខ្ញុំតំណាងឲ្យយុវជនសសយកវិទ្យាល័យព្រះកុសមៈខ្ញុំសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ក៏ដូចជាសិស្សានុសិស្សទាំងអស់បែងចែកព័ត៌មានពិតនិងព័ត៌មានคล้ายៗមុននឹង share ឬក៏ចុច like នៅព័ត៌មានត្រូវមើលប្រភពព័ត៌មានឲ្យបានច្បាស់លាស់ហើយប្រភពព័ត៌មានដែលគួរជាទីទុកចិត្តបាទមានដូចជាទី1 page របស់សម្ដេចតេជោហ៊ុនសែនបាទទី2 page របស់សម្ដេចធិបតីទី3 page របស់ក្រសួងព័ត៌មានទី4 page របស់ក្រសួងការពារជាតិបាទហើយយើងខ្ញុំទាំងអស់គ្នាតំណាងឲ្យយុវជនវិទ្យាល័យព្រះកុសមៈសូមបដិញ្ញាចិត្តមិនបង្កើតព័ត៌មានคล้ายៗព័ត៌មានคล้ายៗត្រូវបានបន្សាបដោយព័ត៌មានពិតយើងទាំងអស់គ្នាត្រូវនិយាយថាទេចំពោះព័ត៌មានคล้ายៗយើងនិយាយថាទេចំពោះព័ត៌មានคล้ายៗ